ពិសេសសម្រាប់ម៉ូតូអាចធ្វើបានដូចឡានបានហើយអញ្ចឹងគឺខ្ញុំចាប់អារម្មណ៍ភ្លាមមកទោះលេខនឹងថ្លៃជាងនឹងទៀតក៏នៅតែយកព្រោះស្រឡាញ់បើសិនជាបងប្អូនយើងស្រឡាញ់មួយណាតាមបេះដូងបងប្អូនយើងទិញដីឡានអ្នកដែលគេបកកែអាយទីបើកបោភ្លាមឥឡូវនឹងតម្លៃចេញមកភ្លាមហើយតម្លៃប្រហែលគេដឹងភ្លាមហើយយើងចុះកក់ទៅអូខេទៅកក់ទៅព្រោះគ្រោងសាធារណការចង់បានលេខឡានលេខម៉ូតូដាក់បាច់ចេញបាត់ថ្ងៃនេះជាប្រវត្តិសាស្ត្រមួយទៀតក្នុងនីតិកាលទី7នៃរដ្ឋសភាដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាអនុញ្ញាតឲ្យមានការលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់តូចក្រយានយន្តត្រីចក្រយានយន្តនិងម៉ូតូកង់4នេះឡើងបងប្អូនប្រជាពលរដ្ឋមានជម្រើសបន្ថែមក្នុងការជ្រើសរើសលេខដែលខ្លួនស្រឡាញ់ពេញចិត្តតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននេះជាសមិទ្ធផលថ្មីមួយទៀតស្របតាមយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ហើយក្រសួងសាធារណការនិងដឹកជញ្ជូនបានកំណត់នៅចក្ខុវិស័យក្នុងការលើកកម្ពស់សេវាគ្រប់ប្រភេទតាមរយៈការអភិវឌ្ឍនិងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យា Digital ក្នុងការគ្រប់គ្រងនិងការផ្តល់សេវាប្រកបដោយភាពលឿនរហ័សតម្លាភាពប្រសិទ្ធភាពងាយស្រួលនិងជឿទុកចិត្តក្រោយពីដាក់ដំណើរការលេខពិសេសផ្ទាល់ខ្លួនរថយន្តកាលពីថ្ងៃទី7ខែមករាឆ្នាំ2020ក្រសួងសាធារណការនិងជូនក៏បានរៀបចំជាកម្មវិធីខួប3ឆ្នាំនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួននៅក្នុងឆ្នាំ2023ហើយនៅក្នុងកំឡុងពេលនៃការរៀបចំកម្មវិធីខួប3ឆ្នាំនេះក៏មានជាសំណុំពរពីបងប្អូនប្រជាពលរដ្ឋឲ្យមានការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនម៉ូតូដូចជារថយន្តផងដែរគណៈកម្មការអន្តរក្រសួងក៏បានពិនិត្យលទ្ធភាពនៅក្នុងការធ្វើស្ទង់មតិហើយក៏ទទួលបាននៅមតិគាំទ្រជាច្រើនឲ្យមានការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនម៉ូតូនេះផងដែរគឺយើងមានតម្លៃចាប់ពី 10,000 រៀលឡើងទៅហើយតម្លៃនេះគឺគណនាជាស្វ័យប្រវត្តិតាមប្រព័ន្ធរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនពិសេសផ្ទាល់ខ្លួនម៉ូតូនេះក្នុងគោលបំណងទី1គឺពីជំរើសបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់លេខពិសេសផ្ទាល់ខ្លួនម៉ូតូហើយនឹងក៏ដូចជាការគៀងគោនៅចំណូលថវិកាជាតិបន្ថែមទៀតផងដែរចំពោះលេខពិសេសផ្ទាល់ខ្លួនម៉ូតូនេះគឺមានលក្ខណៈស្រដៀងជាមួយនឹងលេខពិសេសផ្ទាល់ខ្លួនរថយន្តដោយមានទំហំតូចជាងផ្ទៃខាងក្នុងនៃផ្លាកលេខម៉ូតូគឺមានបញ្ជាក់នៅរូបម៉ូតូនៅក្នុងនោះហើយក៏ដូចជាអក្សរម៉ូតូជាភាសាខ្មែរនៅផ្នែកខាងក្រោមនៃផ្លាកគឺមានលេខ1ពីមុខអក្សរ Cambodia បង្ហាញថានេះគឺជាផ្លាកលេខម៉ូតូហើយព្រមទាំងមានការបែងចែកនៅកំណត់សម្គាល់នៃប្រភេទតូចក្រយានយន្តត្រីចក្រយានយន្តម៉ូតូកង់4ប្រភេទទូទៅនិងអគ្គិសនីផងដែរបងប្អូនប្រជាពលរដ្ឋអាចធ្វើការទិញលេខនិងស្នើសុំចុះបញ្ជីនៅតាមទីតាំងដែលកំណត់ដោយក្រសួងឬតាមរយៈអនឡាញលើគេហទំព័រ vehicle.mpwt.gov.kh ដែលផ្ដល់ភាពងាយស្រួលនិងចំណេញពេលវេលាពិតជាប្លែកហើយថ្មីសម្រាប់ប្រជាជនកម្ពុជាយើងដោយសារតែពីមុនមកអត់ដែលមានម៉ូតូដាក់ជាសារលេខពិសេសចឹងហើយយើងក៏អាចដាក់ឈ្មោះឬមកក៏ជាលេខដែលយើងពេញចិត្តនៅលើសារលេខរបស់យើងបានព្រោះកាលមុនមាននៅឡានទេតែឥឡូវបានបង្កើតសម្រាប់ម៉ូតូមួយទៀតចឹងគេថាបើសិនជាបានទិញម៉ូតូថ្មីអាចដាក់ដែរអ្នកដែលចាប់អារម្មណ៍ស្លាកលេខកម្ពុជារបស់យើងមានច្រើនសំខាន់សម្រាប់ខ្ញុំតម្លៃមួយហ្នឹងខ្ញុំគិតថាសមរម្យទទួលយកបានទោះលេខហ្នឹងថ្លៃជាងហ្នឹងទៀតក៏នៅតែយកដែរបងព្រោះស្រឡាញ់បាទហើយសម្រាប់បងប្អូនជាពលរដ្ឋវិញចោះឈ្មោះទិញតាមប្រព័ន្ធឲ្យខ្លួនឯងងាយស្រួលយ៉ាងអាចទិញខ្លួនឯងដោយមិនចាំបាច់ចំណាយសេវាកម្មអីខាងក្រៅអីផ្សេងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការជ្រើសរើសប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួនមិនត្រឹមតែបង្ហាញពីការស្រឡាញ់ភាពឯកតេយ្យជននិងការច្នៃប្រឌិតប៉ុណ្ណោះទេប៉ុន្តែជាការចូលរួមដោយផ្ទាល់សម្រាប់ការអភិវឌ្ឍប្រទេសជាតិសូមអបអរសាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការលេខពិសេសផ្ទាល់ខ្លួនសម្រាប់តូចក្រយានយន្តត្រីចក្រយានយន្តនិងម៉ូតូកង់4